ដំណើររឿងមាននិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡេកឃើញក្អែកក៏នឹកថាខ្លួនក្អែកនេះចិត្តខွာខើនឹងចឹកអញស៊ីឥឡូវហើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះតែក្អែកឯងរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេក្អែកសួរថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចមានតទៅនេះ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាវបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះដៃគេហៅថាផ្អែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងដៃគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះដៃគេហៅថាស្អុយជាងគេនោះគឺអាចនឹងកម្រងខ្មោចសត្វទាំងពួងដៃគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម៉ាលីសនិងទឹកអប់ក្អែកបានដោះស្រាយប្រស្នាទាំង4បាត់នេះប្រាប់ទៅក្អែកដង្កូវថាក្អែកដោះប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងោតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកថាឲ្យតែប្រាប់ចោះអញមិនស៊ីដង្កូវឯងទេលុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះ1ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យផរុសវាទខွာខើឥតគួរឥតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួងដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចឬស្អុយកម្រងនោះទេគឺស្អុយកេតស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបកេតឈ្មោះដែលប្រតិបត្តិល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយឈប់ស៊ីដង្កូវទៅ